ngày ní nhưng nhung trong chai rầm lệ đã vấy để tẹt tôn cho mùi nâng personal bao nhung á để tẹt tôn cho mùi nâng mantra cha chân nhung miên bầy cha mantra để nhung tay ta tính cho riêng rồi ngay tẹt tôn cho mùi nâng cái hai mantra nó cứ lạc đã muốn á đại dương lạc đại dương sâu hỏi ngày chẳng á cha chân hai việc bật chỉ bàn plapado nơi chỉ vật bọc nhung việc bàn plapado nơi ca để nhung phơi vậy mùi cha chân cứ có mọi bong bồn từng ở này từng rong chăm chú nhung sống lực dục chụp nốt thì mùi cha mantra number one cha chân cứ done is better than perfection chân mình ha pe để nhung phơi ấy mùi cứ việc rồi lắc cứ việc sao chiên phơi vậy để lọt cho cha chân cứ nhung miên bật bị sao cái nâng phụ nhung thọp chăm ao nhung miên ở vậy cục giang chăm ao là tập hall mùi nâng lọ chăm ao nhung nâng miên sắm mặt tập hiệp cục cron nâng không ca chập đam chăm ao pe về liền nam mùi xong bạc cọp xong sro vậy chân á bạn nhung chập đam tái viêm mền chỉ ca bật đi cứ dương phơi vì sân phơi vì đầm bầy dục bật bị sao phơi vì đầm bầy ao dương luôn ai nâng cứ miên là rộng thay dương thắt nặng nó không ca phơi từ đại là again and again cứ dương nâng từ tụ ban là tập hallហើយគឺក្នុង mantra ទី1ហ្នឹងគឺសំខាន់ខ្លាំងមែនតើអញ្ចឹង done is better than perfect អញ្ចឹងមានន័យថាពេលដែលយើងធ្វើវាចេញជាលទ្ធផលហើយវាប្រសើរជាងចាំតែវាល្អឥតខ្ចោះចាអញ្ចឹងគឺកុំចាំឲ្យសោះព្រោះពេលយើងចាំគឺយើង stuck ហ្មងយើងមានអារម្មណ៍ថាយើងនៅអត់ដឹងថាយើង middle of something យើងអត់ដឹងថាយើងត្រូវទៅណាកវ៉ែកវល់គឺកុំចាំពេលចាំគឺយើង stuck ហ្មងគឺយើងចប់គាំងតែម្ដងចាអញ្ចឹងគឺខ្ញុំតែងតែនិយាយថា progress ហ្នឹងគឺជា goal របស់ខ្ញុំអញ្ចឹងការរីកចម្រើនលូតលាស់រាល់ជាប្រចាំហ្នឹងវាគឺជាគោលដៅរបស់នាងខ្ញុំផ្ទាល់តែម្ដងមិនមែនជាការដែលល្អឥតខ្ចោះទេចាអញ្ចឹងគឺបើសិនជាយើងចង់ធ្វើអីយើងធ្វើទៅចង់ថតវីដេអូចាប់ផ្ដើមថតយើងចង់ចាប់ផ្ដើមអាជីវកម្មចាប់ផ្ដើមធ្វើវាធ្វើអីចង់មានឱកាសដែលល្អយើង say yes okay start saying yes ធ្វើមិនគឺយើងត្រូវធ្វើសកម្មភាពចា action builds momentum ចាអញ្ចឹង perfect ពេលដែល perfection វាអាចកើតឡើងនៅពេលណាមួយពេលដែលយើងធ្វើយូរទៅគេហៅថា practice makes perfect ចាអញ្ចឹងគឺចាប់ផ្ដើមធ្វើទៅកុំចាំឲ្យវា perfect ចាំធ្វើចាអញ្ចឹងគឺយើងអាច start messy អាចថាពេលយើង start ហ្នឹងគឺវាអាចញ៉ៃញ៉ៃវាមិនដឹងណាណីទេប៉ុន្តែយើង learn to go យើងចាប់ផ្ដើមធ្វើដំណើរទៅហើយយើងរីកចម្រើនចានៅក្នុងការដែលយើងធ្វើអ្វីមួយចាmantra ទី2គឺ discipline over motivation ចាអញ្ចឹងមានន័យថាវិន័យរបស់យើងហ្នឹងទៅលើការដែលយើងការលើកទឹកចិត្តអញ្ចឹងអាឡ័យហ្នឹងសំខាន់ណាស់អ្នកខ្លះវិញចង់ធ្វើទៅមិនចង់ធ្វើថ្ងៃណាមួយថ្ងៃកាត់គេហៅមួយថ្ងៃកាត់មួយថ្ងៃកោណាថ្ងៃនេះអារម្មណ៍ល្អចាប់ដើមធ្វើទៅថ្ងៃណាអារម្មណ៍អត់ល្អទុកចោលអញ្ចឹងមានន័យថាកន្លែងហ្នឹងគឺវាតកតូនជាមួយនឹងវិន័យរបស់យើងដូចជាអាកាសធាតុអញ្ចឹងថ្ងៃនេះភ្លៀងថ្ងៃស្អែកបើកថ្ងៃចាឬក៏អាចមាន storm មានអីចឹងទៅប៉ុន្តែ discipline ហ្នឹងគឺដូចជាឆាត់អញ្ចឹងចាមក apply mantra ទី2នេះគឺទៅលើគ្រប់សកម្មភាពរបស់ខ្ញុំទាំងអស់ everything តែម្ដងទាំងការធ្វើការងាររបស់ខ្ញុំការចិញ្ចឹមបាច់កូនក៏ដូចជាការដែលខ្ញុំfitness ខ្លួនឯងឬក៏ពេលដែលខ្ញុំធ្វើផលិត content ផ្សេងអញ្ចឹងចា motivation ហ្នឹងគឺ start the engine ចាគឺបច្ចេកម៉ាស៊ីនប៉ុន្តែ discipline ហ្នឹងគឺជាអ្នកដែលបើកឡានទៅហ្មងទី3គឺ be a beginner again and again ចាអញ្ចឹងគឺធ្វើជា beginner រហូតគេហៅ lifelong learning រៀនរហូតចារៀនរហូតដល់ដង្ហើមចុងក្រោយតែម្ដងអញ្ចឹងគឺកុំបញ្ឈប់នៅការសិក្សារៀនសូត្រព្រោះវាដូចជា spirit alive មួយដែលយើងថាយើងត្រូវតែរៀនព្រោះអ្នកដែលរៀនគឺគាត់មានគំនិតមាន idea មានអ្វីថ្មីគាត់ស្រោចនៅគេហៅថាស្រោចទឹកដាក់ជីណាទៅលើដំណាំរបស់គាត់ឲ្យលូតលាស់ល្អអញ្ចឹងនៅពេលដែលយើងរៀនគឺយើងបន្តនៅការរីកចម្រើន energy របស់យើងក៏ឡើងខ្លាំងដែរចាអញ្ចឹងគឺ spirit របស់យើងគឺល្អខ្លាំងមែនទែនអញ្ចឹងបងចាំសង្កេតមើលអ្នកដែលគាត់បកកែរៀនគឺគាត់រីកចម្រើនគឺខ្ញុំតែងតែ keep learning every day គឺជាទោះជាខ្ញុំអត់រៀននៅសាលាគឺឬក៏ខ្ញុំចូលសិក្ខាសាលាឬអីគឺខ្ញុំរៀនតាម YouTube ខ្ញុំរៀនតាម audio ខ្ញុំរៀនតាម
សភៅរៀនតាមអីផ្សេងឬក៏អ្នកនៅជុំវិញខ្លួនខ្ញុំសូម្បីតែកូនរបស់ខ្ញុំក៏ខ្ញុំរៀនពីគាត់ដែរអញ្ចឹងមានថា lifelong learning យើងរៀនរហូតចារៀនរហូតហើយរំលឹកខ្លួនឯងថា it's okay to be a beginner អញ្ចឹងវារឿងធម្មតាគឺ beginner គឺយើងគឺជាអ្នកដែលចាប់ផ្ដើមដំបូង start ពីចំណុចទី1ចាជា powerful ខ្លាំងមែនតើចឹង mantra in the action ហ្នឹងគឺបងប្អូនទាំងអស់គ្នាសាកល្បងរៀនអ្វីដែលថ្មីជំនាញថ្មីនៅក្នុងខែហ្នឹងហើយមិនបាច់ចាំឲ្យវាល្អឥតខ្ចោះទេ just brave enough to start ចឹងបងទាំងអស់គ្នាដែលចូលចិត្តនៅវីដេអូប្រភេទនេះអាចចូលទៅក្នុង channel YouTube របស់នាងខ្ញុំហើយ subscribe ដើម្បីបាន motivation tips ក៏ដូចជាវីដេអូល្អៗជាច្រើនទៀតចាសសូមអរគុណច្រើន